បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះដែរខ្ញុំបាននឹងចែករំលែកអំពីវិធីធ្វើកាហ្វេ Fin ទឹកដោះគោបាទឲ្យមានរសជាតិឆ្ងាញ់និងមានភាពទាក់ទាញបាទជាដំបូងបងប្អូនត្រូវចាក់កាហ្វេ Fin ដែលបងប្អូនឆុងដោយត្រឹមត្រូវនឹងចំនួន50 ml ចាក់ចូលនៅក្នុងកែវបន្ទាប់មកបងប្អូនចាក់ទឹកដោះគោខាប់ចំនួន30 ml ចាក់ចូលនៅក្នុងកែវក្រេតផងដែរបាទហើយទឹកដោះគោខាប់30 ml ហ្នឹងគឺស្មើនឹងស្ករ 100% ណាបងប្អូនហើយប្រសិនបើបងប្អូនណាដែលគាត់ញ៉ាំអត់សូវផ្អែមអាចយកស្ករ 50% យើងដាក់15 ml អញ្ចឹងណាបងប្អូនបន្ទាប់មកយើងចាក់កាហ្វេ Fin ចូលនៅក្នុងកែវបន្ទាប់មកទៀតយើងចាក់ទឹកដោះគោខាប់ដែលយើងចាក់ក្នុងកែវក្រិតហ្នឹងចូលនៅក្នុងកែវបន្ទាប់ពីបងប្អូនចាក់ទឹកដោះគោខាប់ចូលនៅក្នុងកែវទឹកកករួចហើយក៏បងប្អូនធ្វើការកូរវាដើម្បីឲ្យគ្រឿងដើម្បីឲ្យកាខ្វេជាមួយនឹងទឹកដោះគោខាប់ហ្នឹងគឺវាចូលគ្នាបានល្អសិនណាបងប្អូននៅពេលដែលយើងកូរទឹកដោះគោខាប់ជាមួយនឹងកាខ្វេឡើងពណ៌ប្រោនហើយគឺយើងធ្វើការចាក់ទឹកដោះគោស្រស់បាទចាក់ទឹកដោះគោស្រស់ចំនួន50 ml ចូលផងដែរបាទបន្ទាប់មកក៏បងប្អូនធ្វើការកូរវាឲ្យសព្វល្អបងប្អូនកូរវាឲ្យសព្វឲ្យគ្រឿងទាំង3ហ្នឹងរលាយចូលគ្នាសព្វល្អអស់ហើយបានយើងធ្វើការដាក់ទឹកកកចូលណាបងប្អូនបន្ទាប់ពីគ្រឿងកូរចូលរួចរាល់យើងក៏ធ្វើការដាក់ទឹកកកចូលបន្ទាប់ពីយើងធ្វើការដាក់ទឹកកកចូលពេញកែវហើយក៏យើងមិនភ្លេចទេដើម្បីយើងរោយទឹកដោះគោស្រស់ពីលើថែមទៀតណាបងប្អូនដើម្បីឲ្យវាមើលទៅវាមានភាពទាក់ទាញហើយនឹងបន្ថែមនូវរសជាតិកាហ្វេ Fin ទឹកដោះគោយើងនឹងមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរដូច្នេះហើយបើសិនបើបងប្អូនដែលមិនទាន់ចេះពីរបៀបឆុងកាហ្វេ Fin បងប្អូនអាច comment ខាងក្រោមបានអញ្ចឹងវីដេអូក្រោយខ្ញុំបាទនឹងបង្រៀនវិធីឆុងកាហ្វេ Fin ឲ្យត្រឹមត្រូវផងដែរបាទអានេះគឺជាកាហ្វេ Fin ទឹកដោះគោបាទអញ្ចឹងយើងសម្រេចបានកាហ្វេ Fin ទឹកដោះគោចេញបែបនេះបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលាបាទ